រឿងចាប់ផ្ដើមឡើងត្រង់ចំណុចនេះតែម្ដងស្រាប់តែភរិយាជាទីស្រឡាញ់របស់តួឯកប្រុសម្នាក់នេះដែលរស់នៅជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំហើយថែមទាំងមានកូនភ្លោះជាមួយគ្នាទៀតនោះក៏យកអាវស្បែកខ្លាមកពាក់មួយសន្ទុះក្រោយមករូបរាងរបស់នាងក៏ប្រែប្រួលคล้ายទៅជាខ្លាញីដ៏ធំមួយរួចក៏ស្ទុះរត់បាត់ស្រមោលចេញទៅក្រៅផ្ទះបន្សល់ទុកឲ្យប្តីឈរស្រឡាំងកាំង3កូនភ្លោះ2នាក់ធ្វើអ្វីមិនត្រូវរត់តាមទៅក៏មិនទាន់ខ្លានោះបាត់ខ្លួនទៅក្នុងភាពងឹតពេលនោះហើយដែលតួឯកទើបដឹងច្បាស់ថាស្ត្រីដែលគាត់ស្រឡាញ់នឹងរស់នៅកសាងគ្រួសារជាមួយគ្នាមកនេះតាមពិតទៅមិនមែនជាមនុស្សប៉ុន្តែដើម្បីមកដល់ចំណុចនេះរឿងទាំងអស់ត្រូវត្រឡប់ទៅកាលពីប៉ុន្មានឆ្នាំមុននៅយប់ដែលមានព្រើធ្លាក់ខ្លាំងយប់នោះតួឯករបស់យើងនៅជានិស្សិតវ័យក្មេងកំពុងធ្វើដំណើរទៅប្រឡងនៅទីក្រុងជាមួយមិត្តម្នាក់ទៀតនៅតាមផ្លូវពួកគេឃើញពន្លឺភ្លើងតិចចេញពីផ្ទះមួយនៅកណ្ដាលព្រៃក៏សម្រេចចិត្តចូលទៅសុំស្នាក់នៅម្ចាស់ផ្ទះជាបុរសចំណាស់ពេលដំបូងគាត់ឃើញពួកគេមកពីរនាក់ហាក់ដូចជាស្ទាក់ស្ទើរបន្តិចប៉ុន្តែបន្ទាប់មកកូនស្រីដ៏ស្រស់ស្អាតរបស់គាត់ក៏ចេញមកដល់នាងប្រាប់ឪពុកថាអាចវៀតគ្នាបានរួចក៏អញ្ជើញពួកគេទាំងពីរចូលក្នុងផ្ទះនោះហើយដែលតួឯកវ័យក្មេងរបស់យើងលងស្រឡាញ់កូនស្រីម្ចាស់ផ្ទះពេញទំហឹងប៉ុន្តែក៏មានអារម្មណ៍ថាចម្លែកបន្តិចដែរព្រោះនៅក្នុងផ្ទះនោះបែរជាមានរូបគំនូរខ្លាព្យួរពេញជញ្ជាំងទៅវិញខណៈពេលកំពុងនិយាយគ្នាបុរសចំណាស់ក៏មើលទៅតួឯករួចក៏ពេញចិត្តឃើញថាជាយុវជនរូបរាងល្អសុភាពរាបសារហើយកូនស្រីខ្លួនឯងក៏ហាក់ដូចជាមានចិត្តមិនតិចដែលយប់នោះបុរសចំណាស់ក៏សម្រេចចិត្តនិយាយជាមួយកូនស្រីជាលក្ខណៈឯកជនដោយប្រាប់ថាខ្លួនចាស់ហើយចង់ផ្ញើកូនស្រីទៅជាមួយមនុស្សល្អដូចជាតួឯកដែលកូនស្រីក៏ឆ្លើយទាំងអៀនខ្មាស់ថាតាមតែពុកយល់ឃើញចុះបុរសចំណាស់ក៏ទៅបើកចិត្តនិយាយជាមួយតួឯកត្រង់ដែលតួឯករបស់យើងមានចិត្តស្រឡាញ់កូនស្រីគាត់រួចហើយពេលរីបែតនោះក៏ដូចជាសុបិនคล้ายជាការពិតប្រញាប់លុតជង្គង់អរគុណសន្យាថានឹងស្រឡាញ់នឹងមើលថែកូនស្រីតែម្នាក់គត់អស់មួយជីវិតរឿងនេះលឿនដូចភ្លេចបន្ទោអីចឹងយប់នោះពួកគេក៏រៀបចំពិធីរៀបការយ៉ាងសាមញ្ញតែម្ដងប៉ុន្តែរឿងដែលគួរឲ្យភ្ញាក់ផ្អើលមិនទាន់ចប់ទេពេលចប់ពិធីភ្លាមឪពុកក្មេកៗស្រឡាងក៏មកលាដោយប្រាប់ថាបានផ្ញើកូនស្រីរួចហើយសូមឲ្យអ្នកទាំងពីរមានសុភមង្គលនិយាយចប់ភ្លាមរូបរាងរបស់បុរសចំណាស់ក៏ប្រែក្លាយទៅជាខ្លាដ៏ធំមួយរួចក៏លោតបាត់ចូលទៅក្នុងព្រៃបាត់ទៅភ្លាមធ្វើឲ្យតួឯកស្រឡាំងកាំងតែម្ដងថ្ងៃបន្ទាប់គូស្វាមីភរិយាថ្មីថ្មោងក៏ធ្វើដំណើរចូលទីក្រុងតួឯកខំតាំងចិត្តអានសៀវភៅរហូតដល់ទីបំផុតក៏ប្រឡងជាប់លេខ1ប្រចាំក្រុងគាត់បានកសាងខ្លួនក្លាយជាអ្នកមានទិញផ្ទះមួយនៅទីក្រុងបានសម្រេចពេលវេលាកន្លងផុតទៅលឿនដូចភ្លេចបន្ទោប្រហែល2ឆ្នាំក្រោយមកដំណឹងល្អក៏មកដល់ភរិយាសម្រាលបានកូនភ្លោះប្រុសស្រីគួរឲ្យស្រឡាញ់ណាស់តួឯកសប្បាយចិត្តខ្លាំងណាស់ជីវិតកំពុងល្អឥតខ្ចោះបំផុតប៉ុន្តែក្នុងចិត្តក៏នឹកដល់ឪពុកក្មេកនៅផ្ទះក្នុងព្រៃមិនបានក៏សម្រេចចិត្តនាំគ្នាត្រឡប់ទៅសួរសុខទុក្ខប៉ុន្តែពេលត្រឡប់ទៅដល់ផ្ទះចាស់នៅកណ្ដាលព្រៃវិញបែរជាឃើញតែភាពទេស្អាតផ្ទះត្រូវគេបោះបង់ចោលគ្មានមនុស្សនៅសល់ទុកតែរូបគំនូរខ្លានៅលើជញ្ជាំងរូបដដែលពេលនោះហើយដែលភរិយារបស់គាត់ធ្វើទឹកមុខដូចជាយល់គ្រប់យ៉ាងក្រសែភ្នែករបស់នាងមើលទៅក្រៀមក្រំដូចជាចង់ប្រាប់ថាទោះបីជាស្រឡាញ់គ្នាខ្លាំងប៉ុណ្ណាក៏ដោយទីបំផុតនាងក៏ត្រូវត្រឡប់ទៅកន្លែងដែលនាងមករួចនាងក៏ហុចកូនភ្លោះទាំងពីរនាក់ឲ្យប្តីបីមិនទាន់ឲ្យតួឯកបាននិយាយអ្វីផងនាងក៏យកអាវស្បែកខ្លានោះមកពាក់ភ្ជាប់ត្រឡប់ទៅដើមរឿងហើយភ្លាមនៅចំពោះមុខប្តីរូបរាងរបស់នាងក៏ប្រែក្លាយទៅជាខ្លាញីរត់បាត់ចូលទៅក្នុងព្រៃក្រាស់នៅចំពោះមុខគាត់ទើបតែពេលនោះទេដែលតួឯកយល់ច្បាស់ក្នុងចិត្តថាស្ត្រីដែលគាត់ស្រឡាញ់អស់ពីចិត្តដែលរួមរស់ជាមួយគ្នាមកដែលជាម្ដាយរបស់កូនគាត់តាមពិតទៅគឺជាខ្លាញីបន្សល់ទុកឲ្យគាត់ឈរត្រមោលជាមួយកូនតូច2នាក់ស្រែកហៅរកប្រពន្ធដោយភាពច្របូកច្របល់និងបេះដូងបែកបាក់តើអូននៅឯណា